ស្ដីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំចង់មកចែករំលែកបន្តិចទាក់ទងទៅនឹងការក្រាលសាបហេតុអីបានចាំបាច់ជាងក្រាលសាបវាមានហេតុនិងផលរបស់វាបងប្អូនបានជាយើងត្រូវក្រាលណាបាទការក្រាលសាបសម្រាប់ទ្រង់មន់ក៏ដោយទ្រង់ជ្រូកក៏ដោយទ្រង់ទាក៏ដោយគឺពិតជាមានសារៈសំខាន់សម្រាប់បងប្អូនទាំងអស់គ្នាទី1គឺជួយឲ្យសត្វរបស់យើងនឹងជៀសផុតពីការឆ្លងមេរោគដែលនៅក្នុងដីបាទដូចបងប្អូនបានឃើញនេះគឺជាលទ្ធផលដែលខ្ញុំកំពុងតែចាក់សាបមកណាទំនេរខ្ញុំចាក់តិចដងចឹងខ្ញុំចាក់ខាងនោះបានមួយបន្ទប់ហើយមួយបន្ទប់ខាងនេះគឺខ្ញុំកំពុងតែបន្តចាក់បាទដោយសារខ្ញុំជាប់ធ្វើការផងអីផងខ្ញុំឆ្លៀតបន្តិចម្ដងចឹងណាមកទំនេរបងប្អូនក៏អាចធ្វើបានដូចគ្នាដែរអញ្ចឹងការចាក់សាបនេះគឺធ្វើយ៉ាងណាឲ្យស្មើឲ្យស្អាតហ្នឹងហើយខាន់វាត្រឹមត្រូវដើម្បីងាយស្រួលក្នុងការដាក់មន់និងគ្រប់គ្រងមន់បាទជាការពិតណាបើយើងអត់ចាក់មន់របស់យើងនឹងនៅផ្ទាល់ដីកាលណាតែមន់របស់យើងនៅផ្ទាល់ដីគឺមន់យើងងាយនឹងឆ្លងមេរោគឆ្លងជំងឺតែបើយើងចាក់ចាស់សាបបែបនេះគឺនៅលើបេតុងវាងាយស្រួលគឺអាចការពារជំងឺបានប្រហែលជា 50% ដែរបាទអញ្ចឹងបងប្អូនគួរតែប្រើវិធីសាស្ត្រចាក់ដាក់សាបអ្នកខ្លះក៏ចូលចិត្តក្រាលរស័យអ្នកខ្លះក៏ចូលចិត្តក្រាលដែកអ្នកខ្លះក៏អត់ក្រាលទេអីទាំងអស់ណាបាទតែខ្ញុំក្រាលបងប្អូនមកខ្ញុំក្រាលដើម្បីយ៉ាងធ្វើយ៉ាងណាឲ្យសាបរបស់ខ្ញុំហ្នឹងរឹងមាំជៀសវាងការប្រេះបាទកាលណាតែយើងអត់ក្រាលអីសោះវាអាចប្រេះតែបើយើងក្រាលតាមខ្ញុំសង្កេតពួកខ្ញុំធ្លាប់ចាក់សាបកន្លងមកនេះគឺមិនងាយប្រេះទេ3 4 5ឆ្នាំក៏អត់ងាយប្រេះទៅណារៀបអត់ក្វាត់ជុំវិញឲ្យស្អាតចេះខាន់ជាបន្ទប់យើងចាក់សាបឲ្យស្អាតឥឡូវនេះគឺកំពុងតែវីសាបរបស់យើងឲ្យវាស្មើដោយបងប្អូនបានឃើញឥឡូវនេះសាបទ្រង់មន់គឺយើងហើយនេះហើយមកសំណាញ់ហើយនៅលើទ្រង់មន់នេះតែណាក្លុកឃើញតើរ៉ែមកស្អាតបណ្ដោយមេជាងចំណានអញ្ចឹងចេញមកស្អាតបណ្ដោយស្មើបាត់លឹងក្លុកថែមតិចហ្នឹងនេះក្លុកទ្រង់មន់នៅយើងធ្វើឲ្យស្អាតឲ្យមន់វាជួយចិត្តរស់នៅកុំឲ្យវាងាប់